រឿងគុណតម្លៃនៃការសិក្សានៅក្នុងភូមិដ៏ស្រស់ស្អាតមួយមានក្មេងប្រុសម្នាក់ឈ្មោះសុភាជាក្មេងម្នាក់ដែលចូលចិត្តលេងជាងរៀនរៀងរាល់ព្រឹកម៉ែរបស់គេតែងតែព្យាយាមដាស់តឿនឲ្យគេទៅសាលាប៉ុន្តែកូនសុភាវិញតែងតែគេចវេសហើយអះអាងថារៀនទៅហើយបានអ្វីខ្ញុំចង់លេងបាល់ឬទៅចាប់ត្រីនៅទន្លេវិញវាល្អជាងថ្ងៃមួយលោកគ្រូបាននិយាយក្នុងថ្នាក់ថាថ្ងៃសៅរ៍នេះយើងនឹងមានការប្រឡងសរសេរតូចមួយអ្នកឈ្នះនឹងទទួលបានរង្វាន់ពិសេសសុភាមិនខ្វល់អ្វីឡើយគេមិនបានខិតខំរៀនសូត្រនោះទេហើយនៅថ្ងៃប្រឡងគេមិនអាចសរសេរអ្វីបានសោះមិត្តរួមថ្នាក់របស់គេម្នាក់ឈ្មោះស្រីណាគេគឺជាមនុស្សដែលខិតខំរៀនយ៉ាងខ្លាំងហើយពេលប្រឡងនាងធ្វើបានយ៉ាងល្អនាងទទួលបានរង្វាន់សៀវភៅថ្មីមួយក្បាលមិត្តសុភាមួយចំនួនក៏បងអាប់សុភាហើយសួរស្រីណាថាតើអ្វីបណ្ដាលឲ្យអ្នកខិតខំរៀនបែបនេះស្រីណាឆ្លើយយឺតថាបើខ្ញុំខិតខំរៀនខ្ញុំនឹងចេះខ្ញុំអាចសរសេររឿងឬអានសៀវភៅគ្រប់ប្រភេទខ្ញុំអាចនឹងក្លាយជាម្ចាស់បណ្ដាញបណ្ណាល័យឬជាអ្នកបកប្រែសៀវភៅសម្រាប់កុមារការសិក្សាជួយឲ្យខ្ញុំសម្រេចសុបិនខ្ញុំបានសុភាស្ដាប់យ៉ាងយកចិត្តទុកដាក់ហើយចាប់ពីថ្ងៃនោះមកសុភាចាប់ផ្ដើមផ្លាស់ប្ដូរទស្សនៈគេឈប់លេងច្រើនហើយចាប់ផ្ដើមរៀនជារៀងរាល់ថ្ងៃពេលវេលាបានកន្លងផុតទៅសុភាក៏ក្លាយជាសិស្សល្អម្នាក់គេឆ្លាតវៃនិងគេចូលចិត្តជួយគ្រូនិងមិត្តភក្តិទៀតផងនៅថ្ងៃបញ្ចប់ឆ្នាំសិក្សាសុភាបានទទួលពានរង្វាន់សិស្សពូកែហើយគេបាននិយាយនៅលើឆាកថាការសិក្សាគឺជាគន្លងដែលអាចធ្វើឲ្យយើងក្លាយជាអ្នកធំបានខ្ញុំរីករាយណាស់ដែលខ្ញុំបានសិក្សាទស្សនៈនៃរឿងការសិក្សាជាគន្លងដ៏មានតម្លៃសម្រាប់អនាគតបើខិតខំរៀនសូត្រក្មេងអាចសម្រេចសុបិនរបស់ខ្លួនបាន